តោះសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះនាំទាំងអស់គ្នាទៅមើលពីសកម្មភាពដែលខ្ញុំទៅចូលរួមកម្មវិធីបើកមហាស្រោបគីហ្សូណាល់ឆ្នាំ2026ណាទៅដល់ភ្លាមជួបញាតម៉ួយផ្កាម៉ួយរុក្ខជាតិរបស់ខ្ញុំជួបចរចាសួរសុខទុក្ខគ្នាទៅវិញទៅមកហើយដោយសារខ្ញុំទៅរៀងមុនម៉ោងថ្ងៃហ្នឹងគឺខ្ញុំមានពេលវេលាដើរមើលគេលក់អូយកងដៃនេះស្អាតទាំងអស់គ្នាផ្ការំដួលបន្ទាប់មកខ្ញុំដើរទៅជ្រុងខាងក្រោយនៃCJCC មើលមេឃមើលផ្កាយហើយមើលផ្កាផលិតអីជាដើមអញ្ចឹងណាពីច្រើនអ្នកខ្លះគេស្គាល់ផលិតអ្នកខ្លះស្គាល់រំចង់ហើយបន្ទាប់មកក៏ចូលទៅដល់ក្នុងកម្មវិធីបើកហើយកម្មវិធីមានសម្ដែងនៅរបាំបទុមដើម្បីបើកកម្មវិធីនៅក្នុងពិធីបុណ្យមហាស្រោបគីហ្សូណាល់អញ្ចឹងណាទាំងអស់គ្នាហើយការតុបតែងខ្លួនប្រាណនិងក្បាច់រាំរបស់ពួកគាត់ស្អាតណាទាំងអស់គ្នាដោយទាំងអស់គ្នាឃើញនៅក្នុងវីដេអូនឹងអញ្ចឹងណាហើយនៅក្នុងកម្មវិធីនឹងក៏មានការចូលរួមពីខាងរដ្ឋមន្ត្រីនិងភ្ញៀវVIP មួយចំនួនហើយជាពិសេសគឺ sponsor កម្មវិធីបុណ្យនឹងហ្មងអញ្ចឹងណាហើយបន្ទាប់មកគឺ ambassador ស្ថានទូតជប៉ុនគាត់ speech ហើយនឹងតំណាងមកពីខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ចឹងជាដើមណាពួកគាត់ speech ហើយនឹងពួកគាត់រីករាយនៅថ្ងៃបើកមហាស្រោបពិធីបុណ្យគីហ្សូណាល់ហើយបន្ទាប់មកspeech ពីឯកឧត្តមហងជួនរងដែលគាត់មកពីខាងក្រសួងអប់រំនិងយុវជននិងកីឡាអញ្ចឹងដោយទាំងអស់គ្នាឃើញនៅក្នុងវីដេអូនោះអញ្ចឹងនិយាយចំនៅក្នុងការថ្ងៃកម្មវិធីហ្នឹងនៅថ្ងៃបើកជាថ្ងៃដែលសំខាន់អញ្ចឹងមានភ្ញៀវមកពីក្រសួងមកពីអីមួយចំនួនដែលគាត់មកចូលរួមបើកហើយនៅក្នុងកម្មវិធីហ្នឹងក៏មានជាការចែកលិខិតថ្លែងអំណរគុណទៅដល់ sponsor ហើយពាក្យច្រើន sponsor គឺគាត់គឺជាមកពីខាងក្រុមហ៊ុនជប៉ុនភាគច្រើនដែលខ្ញុំឃើញអញ្ចឹងណាបន្ទាប់មកមានជាការសម្ដែងពីសិល្បករជប៉ុនជនជាតិជប៉ុនគឺក្រុមកាំបេ performance ណាហើយលក្ខណៈដែលគាត់សម្ដែងហ្នឹងគឺគាត់អត់សូវជានិយាយអីទេប៉ុន្តែជាកាយវិការកប្លែងដូចទាំងអស់គ្នាឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងណាហើយនៅក្នុងពេលសម្ដែងហ្នឹងគឺសប្បាយមែនតើទាំងអស់គ្នាអ្នកមើលគាត់ចូលរួមសើចសប្បាយព្រោះកាយវិការរបស់ពួកគាត់កប្លែងដូចជាក្រុមកប្លែងរបស់ខ្មែរយើងដែរអញ្ចឹងណាអ្នកខ្លះគាត់ប្រើកាយវិការអ្នកខ្លះគាត់និយាយប៉ុន្តែក្រុមគាត់នេះគឺគាត់គ្រាន់តែប្រើកាយវិការហើយទៅទស្សនិកជនសប្បាយជាមួយពួកគាត់អញ្ចឹងណាហើយបន្ទាប់មកគឺការសម្ដែងពីខាងក្រុមហ្វាពលឺសិល្បៈដែលគាត់មកចូលរួមសម្ដែងហើយបើកកម្មវិធីនៅក្នុងថ្ងៃពិធីបុណ្យនឹងដែរអញ្ចឹងហើយទាំងអស់គ្នាកោតសរការសម្ដែងរបស់ពួកគាត់ទុនភ្លុនមែនតើពុតខ្លួនពុតអីដូចទាំងអស់គ្នាឃើញនៅក្នុងវីដេអូនឹងអញ្ចឹងការ work hard របស់គាត់ពិតជាមានទេពកោសល្យមនុស្សធម្មតាមិនអាចធ្វើបានទេគឺត្រូវការ work hard ជារៀងរាល់ថ្ងៃដើម្បីឲ្យខ្លួនឯងក្លាយជាអ្នកសម្ដែងដែលស្ទាត់ជំនាញដូចពួកគាត់អញ្ចឹងណាហើយនេះទាំងអស់គ្នាអូនស្រីមួយនេះគាត់ខ្លួនគាត់ទុនមែនតើគាត់សម្ដែងគាត់ពុតខ្លួនពុតអីដូចទាំងអស់គ្នាឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងណាហើយឈុតត្រង់ទៅនេះគឺគាត់សម្ដែងជាលក្ខណៈរៀងខុសខ្លះអីខ្លះអញ្ចឹងទៅដើម្បីធ្វើម៉េចឲ្យយើងមានអារម្មណ៍មួយថាវាកំប្លែងហើយយើងសើចសប្បាយអីអញ្ចឹងណាហើយនេះកម្មវិធីចប់ហើយទាំងអស់គ្នាក៏ពិតខ្ញុំភ្លេចដាក់ពាក់ព័ន្ធជាមួយនឹង collaboration រវាងសិល្បករជនជាតិជប៉ុនដែលគាត់សម្ដែងជាមួយនឹងក្រុមហ្វាពលឺសិល្បៈណាហើយបន្ទាប់មកពេលចប់កម្មវិធីខ្ញុំក៏ដើរមកខាងក្រៅមើលប៊ូតមើលអីចឹងហើយទាំងអស់គ្នានេះម៉ាច់ឆានេះឆ្ងាញ់ណាក៏ពិតខ្ញុំអត់សូវជាអ្នកចូលចិត្តញ៉ាំក្រេមទេក៏ប៉ុន្តែនៅពេលតែដើរទៅឃើញគាត់ធ្វើតំណងក៏ទិញក្រេមនឹងសាកមួយបន្ទាប់មកខ្ញុំដើរទៅខ្ញុំឃើញទឹកអប់ខ្ញុំក៏សាកទឹកអប់ហើយអាពេលសាកទឹកអប់ហ្នឹងដំបូងមានបំណងចង់ទិញតែបន្ទាប់មកដោយសារតែក្រេមវាលាយដល់ពេលក្រេមវាលាយទៅចាំយូរអត់បានក៏
រត់ទៅញ៉ាំក្រែមសិនហើយដល់ពេលញ៉ាំហើយវាហៀមកប្រឡាក់ដៃពេកក៏រត់ទៅលែងបានទិញទឹកអប់ទៅទាំងអស់គ្នា